ជំរាបសួរនិងសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះ admin បានលើកយករឿងមកសម្រាប់ចែកជូនប្រិយមិត្តទាំងអស់គ្នាទស្សនាកម្សាន្តមុននឹងចូលទៅដល់សាច់រឿងសូមប្រិយមិត្តទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe ចុចសញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងបើ admin សម្រាប់ទៅមានពាក្យពេចន៍ខុសឆ្គងសូមខន្តីអភ័យទោសឲ្យ admin ផងណាអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅដល់សាច់រឿងយើងទាំងអស់គ្នាតពីភាគមុនណាអឿននាងបានលួចចូលទៅចាក់ថ្នាំឲ្យលោកប្រធានខាងយ៉ងហោថែមទាំងដកអុកស៊ីសែនចេញទៀតផងចំណែកលោកគ្រូពេទ្យដែលជាកូនប្រសាររបស់លោកប្រធានយ៉ងហោនៅពេលដែលបានលើសម្លេងម៉ាស៊ីនជីបចលគាត់ក៏បញ្ញាប់ស្ទុះមកមើលអាការៈរបស់លោកប៉ាក្មួយគាត់ភ្លាមពេលដែលមកដល់គាត់ឃើញថ្នាំងងុយគេនៅក្នុងធុងសម្រាមគាត់គិតថានេះគឺជាស្នាដៃរបស់ប្រពន្ធគាត់ហ្មងបន្ទាប់មកលោកគ្រូពេទ្យក៏ខំប្រឹងព្យាយាមជួយសង្គ្រោះលោកប្រធានយ៉ងហោអស់ពីសមត្ថភាពហ្មងណាលុះនៅពេលគាត់ឃើញប៉ាក្មួយរបស់គាត់មានឱកាសរស់ឡើងវិញគាត់ក៏សម្រេចចិត្តប្រកាសព័ត៌មានចេញទៅថាពេលនេះលោកប្រធានខាងយ៉ងហោគាត់បានបាត់បង់ជីវិតហើយមិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងលួចចាក់ថ្នាំអន្សាហើយនឹងថ្នាំងងុយគេងឲ្យលោកប្រធានយ៉ងហោយ៉ាងសម្ងាត់ដែរខណៈពេលហ្នឹងខាងចេះសងបញ្ញាប់មកមើលប៉ារបស់ខ្លួនដោយក្តីបារម្ភខ្លាំងមែនទែនមិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងមករករឿងលោកគ្រូពេទ្យដែលជាប្អូនថ្លៃរបស់គាត់ទៀតផងប៉ុន្តែចុងក្រោយគាត់ក៏បានដឹងថាតាមកាប់ពិតទៅប្អូនថ្លៃរបស់គាត់កំពុងតែព្យាយាមជួយប៉ារបស់ខ្លួនហ្នឹងណាដល់តែអញ្ចឹងពួកគេទាំងពីរនាក់ក៏បានរួមគំនិតគ្នាថ្លែងបន្លំព័ត៌មានប្រកាសប្រាប់ថាលោកប្រធានយ៉ងហោស្លាប់បាត់បង់ជីវិតហើយបន្ទាប់មកពួកគេទាំងពីរនាក់បានបដូររូបរាងស័ក្តិសមហើយក៏លួចយករូបរាងរបស់លោកប្រធានយ៉ងហោយកមកព្យាបាលនៅក្នុងផ្ទះមួយដ៏សម្ងាត់ងាកមកមើលពេលបច្ចុប្បន្នឯនេះវិញខណៈពេលដែលគ្រូពេទ្យកំពុងតែចាក់ថ្នាំព្យាបាលឲ្យលោកប្រធានយ៉ងហោក៏ធ្វើឲ្យរាងកាយរបស់គាត់មានការឈឺចាំហើយវិញ្ញាណរបស់លោកប្រធានយ៉ងហោនៅក្នុងខ្លួនតួប្រុសកំពុងតែបំពេញភារកិច្ចឯនេះក៏មានការឈឺចាប់ដូចគ្នាដែរមិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងមិនអាចការពារកូនស្រីរបស់គាត់ពីកូនចៅរបស់ណាផយ៉ងបាននោះទេលុះដល់ពេលវិញ្ញាណរបស់លោកប្រធានយ៉ងហោនៅក្នុងខ្លួនតួប្រុសមានអាការៈធូរស្រាលមកវិញគាត់ក៏ប្រញាប់អៀវកូនស្រីរបស់គាត់ចេញទៅរកឲ្យគេជួយទាំងក្តីបារម្ភខ្លាំងហ្មងណាខណៈពេលហ្នឹងស្រាប់តែតួស្រីនាងដឹងខ្លួនមកវិញហើយស្ដីឲ្យតួប្រុសថាមិនបានជាលោកនិយាយស្រែកលឺម៉េចដោយសារតែសម្ដីរបស់លោកធ្វើឲ្យខ្ញុំឈឺក្បាលខ្លាំងណាស់លោកប្រធានយ៉ងហោនៅក្នុងខ្លួនតួប្រុសឃើញកូនស្រីរបស់គាត់មានអាការៈធូរស្រាលមកវិញគាត់ក៏ស្ទុះទៅអោបកូនស្រីទាំងយំព្រោះតែបារម្ភពីកូនស្រីពេកប៉ុន្តែតួស្រីយើងវិញបេះដូងរបស់នាងបែកជាលោតញាំព្រោះនាងនឹកស្មានថាតួប្រុសកំពុងតែស្រឡាញ់នាងហ្នឹងណាដោយសារតែនាងមិនដឹងថាអ្នកអោបនាងហ្នឹងគឺជាប៉ារបស់នាងបន្ទាប់ពីហេតុការណ៍ទាំងអស់ហ្នឹងកើតឡើងហើយឡានពេទ្យនិងឡានពន្លត់អគ្គីភ័យក៏បាននាំគ្នាមកឡើងពេញហ្នឹងបន្ទាប់ពីស្ថានភាពស្ងប់ស្ងាត់មកវិញតួស្រីយើងនាងពិនិត្យអាការៈរួចនាងក៏បានចេញមកសួរនាំតួប្រុសយ៉ាងថាតើវាមានរឿងអីកើតឡើងឲ្យពិតប្រាកដទៅឬមួយលោកចង់ឲ្យខ្ញុំយករឿងទាំងអស់នេះទៅប្រាប់ខាងជេយ៉ុងមែនទេរួចនាងក៏បង្ហាញឯកសារដោយនិយាយបន្ថែមទៀតថាបើមិនអញ្ចឹងទេខ្ញុំនឹងយកឯកសារសម្ងាត់មួយនេះដែលខ្ញុំបានមកពីផ្ទះលោកណាផយ៉ងយកទៅគម្រាមខាងនោះជំនួសវិញលោកប្រធានយ៉ងហោឮបែបហ្នឹងគាត់ខឹងមែនទែនរួចក៏ស្រែកទៅដាក់កូនស្រីគាត់វិញថាតើឯងកំពុងតែគិតឈួតអីឯងមិនដឹងទេថាណាផយ៉ងគេគឺជាមនុស្សសាហាវបែបណានោះមីយ៉ងឮបែបហ្នឹងក៏សួរទៅកាន់តួប្រុសវិញត្រង់ថាចាំមិនបានជាលោកចាំបាច់ត្រូវធ្វើបែបនេះដែរកន្លងមកហេតុអីបានជាលោកសម្ដែងធ្វើដូចជាការពារខ្ញុំអញ្ចឹងទាំងដែលការប៉ັດអ្នកដែលលោកត្រូវសងសើគឺលោកប៉ាខ្ញុំនិងបងរបស់ខ្ញុំនោះទេបើអញ្ចឹងលោកគួរតែធ្វើដោយខ្លួនឯងទៅហេតុអីលោកចាំបាច់ទាញមនុស្សដែលមិនដឹងអីដូចជាខ្ញុំយកមកពាក់ព័ន្ធក្នុងរឿងទាំងអស់នេះរហូតដែរអញ្ចឹងឬកូនស្រីនិយាយបែបហ្នឹងលោកប្រធានយ៉ងហោក៏តបទៅវិញថាប៉ិតមែនហើយកន្លងមកខ្ញុំធ្វើគ្រប់យ៉ាងគឺដើម្បីការពារអ្នកនាងព្រោះខ្ញុំខ្លាចថាពេលអ្នកនាងកើតអីទៅអ្នកម៉ាក់របស់អ្នកនាងគាត់នឹងពិបាកចិត្តហើយកេងមិនលួខ្ញុំបារម្ភពីអ្នកនាងខ្លាំងណាស់បារម្ភខ្លាចអ្នកនាងចូលទៅសងសឹកឲ្យលោកប៉ាអ្នកនាងហើយក៏ត្រូវពួកគេធ្វើបាបអ្នកនាងមិនដឹងទេអ្នកដែលសម្លាប់លោកប៉ាអ្នកនាងគឺជាណាអឿនប្រពន្ធរបស់ខាងជេសុងមិនមែនខាងជេយ៉ុងជាអ្នកសម្លាប់នោះទេមិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងរៀបល្បិចទម្លាក់កំហុសឲ្យខាងជេយ៉ុងទៀតផងតួស្រីគ្រាន់តែឮបែបហ្នឹងនាងរន្ធត់ចិត្តឡើងយំព្រោះអាណិតប៉ារបស់នាងដោយនិយាយថាហេតុអីបានជាលោកប៉ារបស់ខ្ញុំគាត់កំសត់ខ្លាំងម៉េចគាត់បែរជាត្រូវអ្នកនេះធ្វើបាបអ្នកនោះធ្វើបាបរហូតដល់គាត់ស្លាប់អញ្ចឹងចាប់ពីពេលនេះលោកឆាប់ដកដៃចេញពីរឿងទាំងអស់ហ្នឹងទៅទុកឲ្យខ្ញុំជាអ្នកសងសឹកឲ្យលោកប៉ារបស់ខ្ញុំដោយខ្លួនឯងព្រោះខ្ញុំមិនចង់ឲ្យលោកប៉ារបស់ខ្ញុំគាត់ចាក់ចេញទៅទាំងមានអារម្មណ៍ឯកាគ្មានអ្នកណាស្រឡាញ់ចូលចិត្តគាត់នោះទេយ៉ាងហោចណាស់គាត់ក៏ដឹងថានៅមានកូនស្រីម្នាក់នេះស្រឡាញ់លោកប៉ាពិតប្រាកដហើយព្រមធ្វើគ្រប់យ៉ាងដើម្បីលោកប៉ាទាំងអស់ពេលឮកូនស្រីនិយាយបែបហ្នឹងលោកប្រធានយ៉ងហោនៅក្នុងខ្លួនតួប្រុសក៏និយាយដាស់តឿនសតិកូនស្រីរបស់គាត់ថាបើអញ្ចឹងអ្នកនាងធ្វើខ្លួនឲ្យល្អទៅកុំបង្ករឿងធ្វើខ្លួនមិនល្អអីណាព្រោះការសងសឹកវាគឺជារឿងអាក្រក់មួយហើយក៏អាចធ្វើឲ្យអ្នកនាងបាត់បង់ជីវិតដែរអញ្ចឹងរឿងសងសឹកទាំងអស់នេះចាំខ្ញុំជាអ្នកចាត់ការឲ្យអ្នកនាងដោយខ្លួនឯងខ្ញុំជឿជាក់ថាលោកប្រធានយ៉ងហោគាត់ក៏មិនចង់ឲ្យកូនស្រីជាទីស្រឡាញ់របស់គាត់ត្រូវមកជួបគ្រោះថ្នាក់ឬបញ្ហាអ្វីមួយដោយសារតែគាត់នោះឡើយតួស្រីគ្រាន់តែលើតួប្រុសនិយាយរឿងទាំងអស់ហ្នឹងហើយនាងក៏និយាយចំអន់ទៅកាន់តួប្រុសវិញថានេះលោកកំពុងតែមានកូនស្រីលាក់ទុកមែនទេបានជាលោកនិយាយចេញមកដូចជាយល់ច្បាស់បែបនេះអញ្ចឹងប៉ុន្តែទោះជាយ៉ាងណាក៏ដោយការសងសឹកមួយនេះខ្ញុំក៏ត្រូវចូលរួមជាមួយនឹងលោកដែរអញ្ចឹងមុនពេលដែលលោកធ្វើអីលោកត្រូវតែធ្វើជាមួយនឹងខ្ញុំណាដល់តែអញ្ចឹងលោកប្រធានយ៉ងហោគាត់ក៏យល់ព្រមតែម្ដងខណៈពេលហ្នឹងស្រាប់តែ
លោកណាភយ៉ងតែមករកតួប្រុសល្មមលុះពេលមកដល់កន្លែងណាត់ជួបគ្នាលោកណាភយ៉ងក៏និយាយទៅកាន់តួប្រុសថាឯងឆាប់បកស្រាយប្រាប់ខ្ញុំឲ្យច្បាស់បន្តិចមកហេតុអីបានជាឯងទៅនិយាយជាមួយកូនស្រីពៅរបស់លោកប្រធានយ៉ងហូអញ្ចឹងប៉ុន្តែមុននឹងនិយាយសាច់ការតួប្រុសក៏ប្រាប់ទៅកាន់ណាភយ៉ងថាមុននឹងខ្ញុំនិយាយប្រាប់លោកត្រូវតែដកកូនចៅដែលនៅក្បែរខ្លួនលោកចេញសិនទៅព្រោះដោយសារតែកូនចៅរបស់លោកម្នាក់នេះហើយតើធ្វើឲ្យខ្ញុំមិនអាចចាត់ការសូម្បីតែក្មេងស្រីម្នាក់បានប៉ុណ្ណឹងនៅតែមិនទាន់គ្រប់នោះទេគេប៊ីនឹងធ្វើឲ្យផែនការធំរបស់ខ្ញុំរលំរលាយទៀតផងណាភយ៉ងក៏ប្រាប់ទៅកាន់តួប្រុសវិញថាអញ្ចឹងឯងឆាប់ផ្ដល់ព័ត៌មានមកដើម្បីឲ្យយើងត្រួតពិនិត្យដើម្បីឲ្យយើងស្រួលសម្រេចចិត្តថាតើរឿងទាំងអស់មកពីឯងឬក៏មកពីកូនចៅយើងចំណែកគណៈកម្មការអ៊ីក៏បានផ្ញើសារមកប្រាប់លោកប្រធានយ៉ងហូក្នុងខ្លួនតួប្រុសថាកាមេរ៉ាសុវត្ថិភាពនៅមន្ទីរពេទ្យក្នុងថ្ងៃកាត់ហេតុពួកយើងបើកបានហើយបន្ទាប់មកពេលណាអឿននាងបើកឡានមកដល់ផ្ទះនាងស្រាប់តែឃើញតួស្រីយើងកំពុងតែឈររាំងផ្លូវនាងហ្មងតែណាអឿនវិញនាងមិនខ្វល់នោះទេព្រោះនាងគិតថាពេលនេះស្ថានភាពទាំងអស់ស្ថិតក្នុងកណ្ដាប់ដៃរបស់នាងក៏មានបំណងបើកឡានបុកតួស្រីយើងតែម្ដងរីឯខាងជេសងឃើញស្ថានភាពបែបហ្នឹងគេក៏បញ្ញាប់ចូលមកហាមឃាត់ភ្លាមចំណែកណាអឿនឃើញបែបហ្នឹងនាងក៏ចុះមកស្ដីឲ្យថាអ្នកទាំងពីរគឺជាត្រកូលជាមួយគ្នាមើលទៅដូចជាត្រូវគ្នាដល់ហើយចំណែកខ្ញុំក៏ធុញហើយទ្រាំជាមួយត្រកូលឈួតនេះលេងបានទៀតដែរនិយាយរួចនាងក៏ឡើងឡានបើកចេញទៅបានដោយមិនខ្វល់ពីប្តីរបស់នាងសូម្បីតែបន្តិចហ្មងណាតួស្រីវិញនាងអត់ទ្រាំតទៀតមិនបាននាងក៏យំនិយាយប្រាប់បងប្រុសរបស់នាងថាបងដឹងទេណាអឿនប្រពន្ធរបស់បងគេគឺជាអ្នកសម្លាប់ប៉ារបស់យើងណាលើបែបហ្នឹងធ្វើឲ្យខាងជេសងដែលគិតថាប្អូនស្រីរបស់គេគឺជាអ្នកសម្លាប់ប៉ាគេរហូតមកទៅអង្គុយយំហើយនឹកឃើញពាក្យសម្ដីរបស់ប៉ាគេនិយាយថាឯងមិនត្រូវទុកចិត្តប្រពន្ធរបស់ឯងជាដាច់ខាតនាងគឺជាមនុស្សគ្រោះថ្នាក់ខ្លាំងណាស់រួចខាងជេសងក៏ខូចចិត្តអង្គុយយំបន្តខ្លួនឯងព្រោះតែគេមិនស្ដាប់ពាក្យសម្ដីប៉ារបស់គេបង្កឲ្យរឿងខ្លាយទៅជាបែបនេះហ៎លុះព្រឹកស្អែកឡើងងាកមកមើលណាអឿនឯនេះវិញក៏ត្រូវលោកណាភយ៉ងប៉ារបស់គេស្ដីឲ្យថាហេតុអីបានជាកូនប្រមូលអីវ៉ាន់មកនៅក្នុងផ្ទះយើងបែបនេះអញ្ចឹងចំណែកណាអឿននាងតបទៅប៉ាវិញទាំងមិនខ្វល់ថាទោះបីជាយ៉ាងណាខ្ញុំក៏ត្រូវមកនៅទីនេះវិញស្រាប់ហើយម្យ៉ាងទៀតពេលនេះខាងជេយ៉ងនាងក៏កំពុងតែស្ថិតក្នុងកណ្ដាប់ដៃប៉ាដែរមិនអញ្ចឹងទេអញ្ចឹងខ្ញុំមិនចាំបាច់នៅតស៊ូទ្រាំទៀតនោះទេនាងនិយាយទាំងទឹកមុខញញឹមស្រស់ស្រាយហ្មងណាតែគណៈពេលហ្នឹងស្រាប់តែគណៈកម្មការនៅក្នុងក្រុមហ៊ុន CNT បានតែមកប្រាប់នាងពីដំណឹងអាក្រក់ថាពេលនេះអ្នកនាងត្រូវកាត់ឈ្មោះចេញពីក្រុមហ៊ុនហើយណាដល់តែអញ្ចឹងណាអឿនក៏បញ្ញាប់ទៅរកខាងជេយ៉ងនៅឯក្រុមហ៊ុនតែម្ដងពេលមកដល់នាងក៏សួរខាងជេយ៉ងថាមិនបានជាឯងហ៊ានដកឈ្មោះខ្ញុំចេញពីក្រុមហ៊ុនខាងជេយ៉ងនាងក៏តបទៅវិញទាំងញញឹមថារឿងអនុម័តនៅក្នុងក្រុមហ៊ុនពេលនេះខ្ញុំក៏ចិត្តខ្លាយទៅជាប្រធានធំដែរហេតុអីខ្ញុំធ្វើអីមួយចាំបាច់រងចាំអ្នកដតីអនុញ្ញាតលើបែបហ្នឹងធ្វើឲ្យណាអឿនខឹងខ្លាំងមែនទែនរួចក៏បញ្ញាប់ដើរចេញទេទៅរកប៉ានាងហ្មងខណៈពេលហ្នឹងលោកប្រធានយ៉ងហូនៅក្នុងខ្លួនតួប្រុសក៏ដើរមករកខាងជេយ៉ងដូចគ្នាដែរគឺគាត់យកផោះតាំងនៅក្នុងមន្ទីរពេទ្យដែលយកបានពីកាមេរ៉ាសុវត្ថិភាពយកមកឲ្យខាងជេយ៉ងខាងជេយ៉ងឃើញបែបហ្នឹងគេញញឹមឡើងពេញចិត្តហ្មងណាងាកមកមើលណាអឿនឯនេះវិញនាងទេទៅប្រាប់ប៉ានាងថាប៉ាឆាប់បញ្ចេញព័ត៌មានសម្លេងដែលខាងជេសងនិយាយប្រាប់ខ្ញុំថាខាងជេយ៉ងនាងសម្រាប់ប៉ានាងឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយពេញហ្នឹងទៅប៉ុន្តែប៉ារបស់នាងមិនយល់ព្រមនោះទេធ្វើឲ្យណាអឿននាងខឹងហ្មងណារួចនាងក៏សម្រេចចិត្តតែទៅរកនាយកខាងសារព័ត៌មានឲ្យជួយផ្សព្វផ្សាយព័ត៌មានទាំងអស់ហ្នឹងដោយខ្លួនឯងតែម្ដងក្រោយមកសារព័ត៌មានក៏បានចុះផ្សាយពីសម្លេងដែលខាងជេសងនិយាយទាំងអស់ហ្នឹងមិនត្រឹមតែប៉ុណ្ណោះថែមទាំងមានរូបភាពដែលខាងជេយ៉ងនាងចេញពីបន្ទប់ប៉ារបស់នាងនៅថ្ងៃដែលគេប្រកាសថាប៉ារបស់នាងស្លាប់ទៀតផងដល់តែអញ្ចឹងក៏ធ្វើឲ្យព័ត៌មានល្បីពេញហ្នឹងហ្មងណាលោកណាភយ៉ងវិញនៅពេលដែលបានឃើញព័ត៌មានទាំងអស់ហ្នឹងហើយគាត់ខឹងមែនទែនព្រោះតែកូនស្រីរបស់គាត់មិនស្ដាប់គាត់រីឯកូនចៅរបស់ណាភយ៉ងក៏បានចូលមករាយការណ៍ប្រាប់ថាព័ត៌មានដែលយើងទទួលបានពីក្រុមហ៊ុន Hydrogen នោះពេលនេះកំពុងតែមានបញ្ហាគ្រាន់តែលើអញ្ចឹងលោកណាភយ៉ងគាត់ក៏ដឹងភ្លាមថាពេលនេះគាត់កំពុងតែត្រូវចាញ់បោកតួប្រុសងាកមកមើលខាងជេយ៉ងឯនេះវិញមិនតបពីសារព័ត៌មានបានបញ្ចេញសារសម្លេងទាំងអស់ហ្នឹងទៅខាងជេយ៉ងនិងតួប្រុសយើងក៏រងចាំឱកាសនេះយូរហើយគេក៏ប្រញាប់រៀបចំកម្មវិធីថ្លែងសារព័ត៌មានដោយនិយាយថាកន្លងមកខ្ញុំត្រូវគេគំរាមព្រោះតែសារសម្លេងមួយនេះឯងហើយខ្ញុំក៏ជឿជាក់ថាអ្នកដែលបញ្ចេញសារព័ត៌មាននេះគេប្រហែលជាក្រុមតែមួយដែលបានចូលមកលួចព័ត៌មានពីក្រុមហ៊ុន Hydrogen យើងទៅទៀតផងមិនត្រឹមតែប៉ុណ្ណោះពួកគេថែមទាំងបានរួមដៃគ្នាចាត់ការមកលើលោកប៉ារបស់ខ្ញុំដែររីឯពេលនេះខ្ញុំក៏ទទួលបានផុសតាំងមកគ្រប់គ្រាន់ដូចគ្នានិយាយរួចតួប្រុសក៏ចាប់ផ្ដើមចុចបើកវីដេអូដែលយកបានពីកាមេរ៉ាសុវត្ថិភាពនៅមន្ទីរពេទ្យឲ្យអ្នកសារព័ត៌មានមើលគ្រប់គ្នាហ្មងណាខាងជេយ៉ងក៏និយាយបន្ថែមទៀតថាក្នុងថ្ងៃនោះបន្ទាប់ពីខ្ញុំដើរចេញពីបន្ទប់ប៉ារបស់ខ្ញុំស្រាប់តែមាននារីសម្ងាត់ម្នាក់ស្លៀកពាក់ដូចជាខ្ញុំលួចចូលទៅក្នុងបន្ទប់ប៉ាខ្ញុំតែម្ដងប៉ុន្តែខ្ញុំ
សុំលាក់មុខនារីម្នាក់នេះសិនហើយងាកមកមើលណាអឿននៅនេះវិញនៅពេលអង្គុយមើលសារព័ត៌មាននឹងហើយឃើញនារីនៅក្នុងវីដេអូគឺជានាងធ្វើឲ្យនាងនៅមិនសុខនោះទេរួចក៏បន្ទោសប៉ារបស់នាងថាហេតុអីបានជាប៉ាកំតិចផុសតាំងទាំងអស់នឹងមិនបានល្អអញ្ចឹងខណៈពេលហ្នឹងស្រាប់តែមានក្រុមប៉ូលីសសម្រុកចូលមកចាប់កូនចៅរបស់ណាផយ៉ងក្នុងបទចោទប្រកាន់ថាជាអ្នកចូលទៅលួចព័ត៌មាននៅក្នុងក្រុមហ៊ុន Hydrogen លោកណាផយ៉ងវិញនៅពេលដែលរឿងទាំងអស់នឹងកាត់ឡើងហើយគ្មានជំរឿគាត់ក៏សម្រេចចិត្តទៅរកខាងជេយ៉ងដល់ក្រុមហ៊ុនដើម្បីសួរនាំពីបញ្ហាទាំងអស់ហ្នឹងតែពេលចូលមកដល់ស្រាប់តែលោកណាផយ៉ងឃើញទូប្រុសកំពុងទៅនៅក្បែរខាងជេយ៉ងនឹងដែរដល់តែអញ្ចឹងធ្វើឲ្យលោកណាផយ៉ងខឹងខ្លាំងមែនទែនប៉ុន្តែខណៈទេសៈពេលហ្នឹងលោកណាផយ៉ងគ្មានសិទ្ធិតវ៉ាអ្វីទាំងអស់គេបានត្រឹមតែអង្គុយស្ដាប់ខាងជេយ៉ងនិយាយផ្ដោតសំណើទៅកាន់គេថាបើលោកចង់ដោះស្រាយបញ្ហាទាំងអស់នេះលោកត្រូវតែប្រគល់ក្រុមហ៊ុន THG មកឲ្យខ្ញុំ free គឺលោកត្រូវយកលុយលោកទៅទិញឲ្យដាក់ឈ្មោះខ្ញុំមកណាផយ៉ងលើបែបហ្នឹងក៏តបទៅវិញថាពេលនេះខ្ញុំគ្មានលុយនោះទេប៉ុន្តែទូប្រុសក៏បានដកឯកសារពាក់ព័ន្ធជាមួយលុយកឹបកេងដែលណាផយ៉ងបានលាក់ទុកយកមកប្រាប់ថាខ្ញុំដឹងអស់ហើយថាលុយរបស់លោកលាក់ទុកនៅទីណាខ្លះឃើញបែបហ្នឹងលោកណាផយ៉ងក៏ប្រញាប់និយាយថាពេលនេះខ្ញុំមិនអាចគ្មានលុយបាននោះទេខ្ញុំសុំនិយាយជាមួយលោកជារឿងផ្ទាល់ខ្លួនបានទេបន្ទាប់មកលោកណាផយ៉ងក៏សួរទៅកាន់ទូប្រុសថាតើលោកបានដឹងពីរឿងលុយដែលខ្ញុំលាក់ទុកនេះមកពីណាលោកប្រធាននៅក្នុងខ្លួនទូប្រុសក៏បានតបទៅវិញថាគឺលោកប្រធានយ៉ងហូគាត់ធ្លាប់ប្រាប់ខ្ញុំហ្នឹងណាបើអញ្ចឹងលោកប្រញាប់ទៅប្រមូលលុយទាំងអស់នោះមកឲ្យលឿនតាមតែអ្វីដែលអាចធ្វើបានទៅនៅថ្ងៃបន្ទាប់មកទូប្រុសក៏ត្រូវធ្វើដំណើរទៅជាមួយណាអឿនដើម្បីចាត់ចែងរឿងលុយកខ្វក់ទាំងអស់ហ្នឹងមិនត្រឹមតែប៉ុណ្ណោះទូប្រុសថែមទាំងទេទៅប្រាប់ខាងជេយ៉ងឲ្យនាងតាក់ទងទៅក្រុមហ៊ុនដែលធ្លាប់លាងលុយកខ្វក់ឲ្យគេកាលពីមុនដែរចំណែកខាងជេយ៉ងនាងក៏យល់ព្រមប៉ុន្តែនាងមិនទាន់ទុកចិត្តទូប្រុសយើង 100% នោះទេរួចនាងក៏បញ្ជាឲ្យមានក្រុមហ៊ុនផ្សេងមួយទៀតដែលដាក់ឈ្មោះណាផយ៉ងជាអ្នកពាក់ព័ន្ធជាមួយរឿងលាងលុយកខ្វក់នឹងផងដែរគឺនាងទុកដើម្បីការពារខ្លួននាងបន្ទាប់មកខាងជេយ៉ងនាងក៏ទៅញ៉ាំអាហារជាមួយប្តីរបស់នាងរួចនាងក៏សួរទៅកាន់ប្តីនាងថាកូនចៅរបស់អូនបានមករាយការណ៍ប្រាប់អូនថាពួកគេទទួលបានព័ត៌មានពីកាមេរ៉ាសុវត្ថិភាពនៅក្នុងឡានឃើញថាគូតឡានរបស់បងមានថ្នាំយ៉ាងច្រើនលោកគ្រូពេទ្យក៏និយាយយកលេសប្រាប់ប្រពន្ធថាបងក៏ជាគ្រូពេទ្យល្បីម្នាក់ដែរបើសិនជាឈប់ពីកន្លែងនឹងហើយទៅធ្វើការកន្លែងផ្សេងភ្លាមប្រកាសជាមានពាក្យចចាមអារាមតាក់ជាមិនខានដូច្នេះបងត្រូវការសាងខ្លួនឯងឲ្យរឹងមាំដោយបង្កើតមន្ទីរពិសោធន៍មួយដើម្បីឲ្យមានស្នាដៃកាន់តែច្រើនខាងជេយ៉ងលើបែបហ្នឹងនាងក៏មានអារម្មណ៍ថាខ្លួនឯងខុសព្រោះកំពុងតែសង្ស័យប្តីរបស់នាងហើយក៏ព្រមជឿប្តីរបស់នាងដែររួចនាងក៏និយាយថាចាំអូនជួយគ្រប់គ្រងបងណាលុះដល់ពេលពួកគេទាំងពីរអ្នកចែកផ្លូវគ្នាលោកគ្រូពេទ្យក៏ប្រញាប់យកថ្នាំសម្ដៅទៅផ្ទះមួយហ្នឹងដើម្បីព្យាបាលលោកប្រធានយ៉ងហូភ្លាមប៉ុន្តែលោកគ្រូពេទ្យគាត់មិនបានដឹងខ្លួនទេថាពេលនេះអ្នកម៉ាក់តួស្រីគាត់កំពុងតែតាមដានលោកគ្រូពេទ្យគ្រាន់តែមកដល់ផ្ទះមួយហ្នឹងអ្នកម៉ាក់តួស្រីក៏ប្រញាប់ស្ទុះចូលទៅក្នុងផ្ទះដោយមិននិយាយអ្វីជាមួយនឹងគ្រូពេទ្យមួយម៉ាត់សោះលុះពេលគាត់ចូលទៅដល់ក្នុងស្រាប់តែគាត់បានឃើញប្តីរបស់គាត់កំពុងតែគេងនៅលើគ្រែដើម្បីព្យាបាលហ្នឹងណាហើយគាត់ក៏ឃើញខាងជេសុងនៅកន្លែងហ្នឹងដែរខាងជេសុងនៅពេលដែលឃើញអ្នកម៉ាក់ចុងគេមកដល់កន្លែងហ្នឹងគេក៏មិនបានលាក់បាំងអីទៀតនោះទេរួចក៏និយាយជាមួយអ្នកម៉ាក់ចុងថាឲ្យខ្ញុំសុំទោសអ្នកម៉ាក់ផងដែលខ្ញុំលាក់បាំងអ្នកម៉ាក់បែបនេះព្រោះខ្ញុំក៏មិនទាន់ជឿជាក់ថាតើលោកប៉ាអាចរស់ឡើងវិញបានឬក៏អត់នោះទេដូច្នេះតើខ្ញុំមិនចង់ឲ្យអ្នកម៉ាក់ឈឺចាប់ម្ដងហើយម្ដងទៀតហ្នឹងណាអ្នកម៉ាក់ចុងលើបែបហ្នឹងក៏អោបខាងជេសុងទាំងយំដោយនិយាយថាម៉ាក់ពិតជាសប្បាយចិត្តខ្លាំងណាស់ដែលកូនត្រឡប់មកធ្វើជាកូនល្អដូចពីមុនវិញងាកមកមើលលោកប្រធានផាកនិងគណៈកម្មការអ៊ីនេះវិញលោកប្រធានផាកបានរាយការណ៍ប្រាប់គណៈកម្មការអ៊ីថាមុនពេលជនហយន្តតួប្រុសគេធ្វើដំណើរទៅក្រៅប្រទេសគេបានបន្សល់ទុកឯកសារលុយកឹបកេងនិងឯកសារលាងលុយកខ្វក់មិនត្រឹមតែប៉ុណ្ណោះក៏មានផុសតាងផ្សេងពាក់ព័ន្ធជាមួយនឹងណាផយ៉ងជាច្រើនទុកនៅនឹងខ្ញុំដើម្បីយកទៅប្តឹងប៉ូលីសម្យ៉ាងទៀតបានជាគេយល់ព្រមទៅក្រៅប្រទេសជាមួយនឹងណាអឿនគឺជាផែនការនិងគោលបំណងរបស់តួស្រីព្រោះនាងចង់សាងឲ្យមានចំនួនរវាងលោកណាផយ៉ងនិងកូនស្រីរបស់គេដោយសារនាងជឿជាក់ថាចុងក្រោយលោកណាផយ៉ងប្រកាសជ្រើសរើសយកក្រុមហ៊ុនមិនព្រមជ្រើសរើសយកកូនស្រីឡើយដោយសារតែចំណុចមួយនេះហើយទើបនាងយកវាមកប្រើការងាកមកមើលណាអឿនជាមួយនឹងតួប្រុសយើងនៅក្រៅប្រទេសនេះវិញខណៈពេលសញ្ញាឯកសារណាអឿននាងមិនពេញចិត្តសោះព្រោះនៅសោកខាងជេយ៉ងនាងត្រូវទទួលបានលុយ free ដល់ទៅ 4000 លានវ៉ុនឯណោះចំណែកតួប្រុសក៏ដាស់តឿនសតិនាងឲ្យប្រញាប់សញ្ញាឯកសារមកបន្ទាប់ពីការងាររួចរាល់អស់ហើយណាអឿនក៏បញ្ជាឲ្យកូនចៅរបស់នាងចាប់តួប្រុសយើងដើម្បីប្រដៅរួចនាងក៏និយាយទៅកាន់តួប្រុសខ្ញុំជឿជាក់ថាមនុស្សដូចជាខាងជេយ៉ងគេប្រើលោកធ្វើការហើយគេប្រកាសជាទាត់ក្បាលលោកចោលជាមិនខានឡើយដូច្នេះឆ្លៀតឱកាសនេះលោកអាចត្រឡប់ទៅសងសឹកជាមួយនឹងខាងជេយ៉ងឲ្យពេញទំហឹងវិញបានណាតួប្រុសលើបែបហ្នឹងគេក៏ញញឹមនិយាយទៅកាន់ណាអឿនវិញថាប៉ុន្តែហើយខ្ញុំខ្លួនឯងក៏មិនជឿជាក់លើខាងជេយ៉ងដូចគ្នាដែររីឯតួស្រីយើងនាងក៏បានដើរចូលមកហើយបើកព័ត៌មាននៅក្នុងប្រទេសកូរ៉េឲ្យពួកគេមើលថាពេលនេះអ្នកសារព័ត៌មានគេដឹងអស់ហើយថាណាអឿនគឺជាអ្នកសម្លាប់លោកប្រធានយ៉ងហូរួចតួស្រីនាងក៏បានបោះលុយឲ្យកូនចៅណាអឿនដោយនិយាយថាបើពួកលោកមិនចង់ឲ្យគេចាប់ខ្លួននោះទេប្រញាប់យកលុយទាំងអស់នេះឲ្យរត់ចេញទៅក្បាលអ្នកណាសក់អ្នកដឹងឲ្យទុកណាអឿននៅទីនេះហើយពួកកូនចៅគ្រាន់តែលើបែបហ្នឹងក៏ប្រញាប់យកលុយរត់ចេញទៅភ្លាមចំណែកណាអឿនក៏និយាយគំរាមទៅកាន់តួស្រីយើងថាចាំមើលខ្ញុំនឹង
ឲ្យប៉ាខ្ញុំសម្រាប់នាងចោលតួស្រីក៏ញញឹមតបទៅកាន់ណាអឿនវិញថានេះអ្នកនាងនៅជឿជាក់លើលោកប៉ារបស់អ្នកនាងទៀតទេអ្នកនាងសាកគិតឲ្យច្បាស់សិនតើមើលតើលោកប៉ារបស់អ្នកនាងជ្រើសរើសយកអ្នកនាងឬក៏ជ្រើសរើសយកក្រុមហ៊ុនថេហាក្រូងាកមកមើលខាងជ័យយ៉ងម្នេះវិញនៅពេលដែលនាងបានឃើញព័ត៌មានទាំងអស់នឹងហើយនាងឆ្ងល់ថាតើមានរឿងអីកើតឡើងទៅខ្ញុំមិនទាន់បានបញ្ជាអីផងហេតុអីក៏មានសារព័ត៌មានចុះផ្សាយព័ត៌មានបើកមុខណាអឿនអញ្ចឹងខណៈពេលហ្នឹងកូនចៅរបស់ខាងជ័យយ៉ងចូលមកទាំងទឹកក្រហល់ដោយនិយាយប្រាប់ថាលោកណាភយ៉ងកំពុងតែមករកលោកស្រីរួចណាភយ៉ងក៏និយាយប្រកាសនៅមុខគ្រប់គ្នាថាចាប់ពីពេលនេះតទៅណាអឿនមិនមែនជាកូនស្រីរបស់ខ្ញុំទៀតនោះទេខ្ញុំពិតជាមានអារម្មណ៍ថាខ្លួនឯងខុសខ្លាំងណាស់ព្រោះតែខ្ញុំមិនអាចមើលថែនិងប្រដៅកូនស្រីរបស់ខ្ញុំក្រោយពីនាងរៀបការប្តីឲ្យបានល្អខ្ញុំមកទីនេះគឺខ្ញុំចង់មកសុំទោសអ្នកគ្រប់គ្នាជាផ្លូវការផងណាតែទោះបីជាលោកណាភយ៉ងមកសុំទោសអ្នកគ្រប់គ្នាក៏ដោយក៏វិហូរពេលអស់ដែរដោយសារតែប៉ូលីសក៏មកដល់កន្លែងនឹងដូចគ្នាគឺប៉ូលីសមកពីបទលាងលុយកខ្វក់ហើយផុសតាងផ្សេងទៀតពាក់ព័ន្ធជាមួយនឹងណាភយ៉ងដល់តែអញ្ចឹងលោកណាភយ៉ងក៏ត្រូវបានគេចាប់ខ្លួននៅមុខមនុស្សជាច្រើននឹងហ្មងណាងាកមកមើលណាអឿននេះវិញនៅពេលដែលនាងបានឃើញព័ត៌មានដែលប៉ារបស់នាងប្រកាសប្រាប់ថានាងមិនមែនជាកូនរបស់គាត់តទៅទៀតមុនពេលដែលត្រូវប៉ូលីសចាប់ខ្លួនគាត់នោះធ្វើឲ្យណាអឿននាងខឹងខ្លាំងមែនទែនព្រោះតែនាងស្មានមិនដល់ថាប៉ារបស់នាងសុកចិត្តចោលកូនស្រីជ្រើសរើសក្រុមហ៊ុនដូចជាតួស្រីយើងនិយាយអញ្ចឹងបន្តមកពេលដែលតួប្រុសនិងតួស្រីត្រឡប់មកដល់ប្រទេសកូរ៉េវិញហើយខាងជ័យយ៉ងនាងឆ្ងល់មិនដឹងថាមានរឿងអីកើតឡើងនាងក៏ទេហៅឲ្យតួប្រុសទៅជួបនាងនៅក្នុងក្រុមហ៊ុនដើម្បីបកស្រាយដល់តែអញ្ចឹងតួប្រុសក៏បានបញ្ជូនតួស្រីឲ្យឡើងឡានត្រឡប់ទៅផ្ទះមុនខណៈពេលហ្នឹងស្រាប់តែមានកូនចៅរបស់លោកណាភយ៉ងជាច្រើននាំគ្នាចូលមកចាប់យកតួប្រុសយើងទៅហ្មងណាលុះពេលតួប្រុសយើងដឹងខ្លួនមកស្រាប់តែគេឃើញមនុស្សដែលកំពុងតែអង្គុយញញឹមដាក់គេគឺជាលោកណាភយ៉ងនឹងឯងដល់តែអញ្ចឹងលោកប្រធានយ៉ងហូនៅក្នុងខ្លួនតួប្រុសក៏និយាយទៅកាន់ណាភយ៉ងថានេះផុសតាងមិនគ្រប់គ្រាន់ឬក៏អ្នកធ្វើការមិនជំនាញមែនទេបានជាលោកត្រូវដោះលែងខ្លួនមកលឿនបែបនេះនោះណាភយ៉ងឮបែបហ្នឹងក៏សាយចំអកតបទៅវិញថាឯងភ្លេចហើយហ៎ថាខ្ញុំគឺជាប្រធានក្រុមហ៊ុនថេហាគ្រប់ណាម្យ៉ាងទៀតនេះគឺជាលើកដំបូងហើយដែលខ្ញុំត្រូវបានគេក្បត់យ៉ាងខ្លាំងបែបនេះនោះចំណែកលោកប្រធាននៅក្នុងខ្លួនតួប្រុសក៏សាយចំអកដូចគ្នាដែរថែមទាំងនិយាយថាក្រែងឯងទៅតែក្បត់កូនស្រីឯងដូចគ្នាដែរមែនទេហើយឥឡូវហេតុអីមកនិយាយធ្វើដូចជាត្រឹមត្រូវអញ្ចឹងឯងមិនខ្មាស់ខ្លួនឯងខ្លះទេទោះបីជាឯងស្លៀកពាក់សម្លៀកបំពាក់ថ្លៃបែបណាឬក៏អង្គុយលើតំណែងខ្ពស់ប៉ុណ្ណាក៏ដោយសន្តានថោកទាបរបស់ឯងក៏វាមិនអាចផ្លាស់ប្ដូរបានដែរខណៈពេលហ្នឹងលោកណាភយ៉ងឃើញក្រសៅភ្នែករបស់តួប្រុសនិងពាក្យសម្ដីនិយាយដោយមិនខ្លាចអ្នកណាបែបនេះគាត់គិតថាតួប្រុសដូចជាលោកប្រធានយ៉ងហូខ្លាំងមែនទែនដល់តែអញ្ចឹងលោកប្រធានយ៉ងហូក៏មិនបានលាក់បាំងអីទៀតដែរគាត់ក៏និយាយប្រាប់លោកណាភយ៉ងថាខ្ញុំនឹងហើយគឺជាលោកប្រធានខាងយ៉ងហូដែលឯងបញ្ជាឲ្យគេចាត់ការខ្ញុំចោលហ្នឹងណាឯងព្យាយាមធ្វើនឹងលាក់បាំងគ្រប់យ៉ាងដើម្បីតែអំណាចបើមិនខ្មាស់គេទេគួរតែខ្មាស់ខ្លួនឯងខ្លះដែរលើបែបហ្នឹងធ្វើឲ្យណាភយ៉ងខឹងមែនទែនរួចក៏ចាត់ការទៅលើតួប្រុសយើងយ៉ាងខ្លាំងហ្មងណារួចក៏និយាយទាំងខឹងថាឯងក៏មកចង់និយាយបញ្ឆេបញ្ឈឺជាមួយយើងឯងក៏មិនខុសអីពីយើងដែរគឺឯងរងចាំឱកាសល្អដើម្បីក្បត់ខាងជ័យយ៉ងព្រោះចង់បានក្រុមហ៊ុនយកតែក្តោបក្តាប់ដោយយកលេសថាជើងឈឺយកមកគំរាមគេឯងដឹងទេយើងចូលចិត្តមនុស្សបែបនេះខ្លាំងណាស់ប៉ុន្តែគួរឲ្យស្ដាយមែនទែនដែលឯងមិនបាននៅខាងយើងដូច្នេះយើងនឹងបញ្ជូនដំណើរឯងឲ្យទៅរាក់ទាក់ជាមួយនឹងលោកប្រធានខាងនិយាយរួចគេក៏វាយតួប្រុសយើងយ៉ាងខ្លាំងងាកមកមើលខាងជ័យយ៉ងម្នេះវិញនាងអង្គុយផឹករងចាំតួប្រុសយើងរហូតដល់ងុយគេងហ្មងណាតែខណៈពេលហ្នឹងខាងជ័យយ៉ងនាងភ្ញាក់ផ្អើលមែនទែនព្រោះតែនាងឃើញលេខទូរស័ព្ទរបស់ប៉ានាងទេមករកនាងប៉ុន្តែនាងសម្រេចចិត្តមិនលើកនោះទេរួចនាងក៏បានឃើញឃ្លីបវីដេអូដែលផ្ញើមកគឺជាវីដេអូដែលនាងកំពុងតែឈរស្ដីឲ្យប៉ានាងមុនពេលដែលនាងចាត់ការប៉ានាងចោលដល់តែអញ្ចឹងធ្វើឲ្យខាងជ័យយ៉ងនាងធ្វើអ្វីសឹងតែមិនត្រូវហ្មងណាហើយរឿងដែលធ្វើឲ្យតក់ស្លុតខាងជាងនឹងទៅទៀតស្រាប់តែនាងបានឃើញទ្វារក្រុមហ៊ុនបើកហើយឃើញបរិសម្នាក់ពាក់ស្បែកជើងប៉ារបស់នាងគឺជាលោកប៉ារបស់នាងនឹងឯងដើរចូលមករកនាងហ្មងធ្វើឲ្យខាងជ័យយ៉ងឃើញបែបហ្នឹងនាងភ័យឡើងញ័រខ្លួនតែមិនជឿលើកសែភ្នែកខ្លួនឯងហ្មងណាលុះពេលភ្លើងបើកភ្លឺសារជាថ្មីខាងជ័យយ៉ងឃើញអ្នកដើរមករកនាងបែរជាតួប្រុសយើងទៅវិញរួចនាងគិតថាអំបញ្ញមិញខ្ញុំស្វឹងមែនទេបានជាប្រើភ្នែកអញ្ចឹងព្រោះអំបញ្ញមិញខ្ញុំឃើញច្បាស់ណាស់ថាជាប៉ារបស់ខ្ញុំតួប្រុសក៏សួរទៅវិញថានេះអ្នកស្រីកំពុងតែឃើញរូបភាពដ៏គួរឲ្យភ័យខ្លាចមែនទេខ្ញុំចូលមកដល់ហៅអ្នកនាងឡើងយូរប៉ុន្តែអ្នកនាងបែរជាហៅខ្ញុំថាជាប៉ាទៅវិញបន្តមកខាងជ័យយ៉ងនាងតាំងអារម្មណ៍ហើយសួរទៅកាន់តួប្រុសបន្ថែមវិញថាស្នាមរបួសរបស់លោកទាំងអស់គឺជាស្នាដៃរបស់លោកណាភយ៉ងមែនទេតួប្រុសដើរមកជិតខាងជ័យយ៉ងហើយនិយាយបន្ថែមថាខ្ញុំជឿជាក់ថាលោកណាភយ៉ងគេមិនបញ្ឈប់ត្រឹមខ្ញុំនេះទេគោលដៅចុងក្រោយគឺជាប្រធានធំរបស់ក្រុមហ៊ុនឆុងគ្រប់នេះឯងខាងជ័យយ៉ងក៏តបថាបើដូច្នេះមែនពេលដែលខ្ញុំបានខ្លាយទៅជាប្រធានធំហើយមានរឿងអ្វីដែលខ្ញុំមិនអាចធ្វើបាននោះទេប៉ុន្តែតួប្រុសបែរជាប្រាប់ថាអ្នកនាងគិតខុសហើយមិនមែនជាគោលដៅរបស់លោកណាភយ៉ងទេណាគឺជាគោលដៅចុងក្រោយរបស់ខ្ញុំព្រោះខ្ញុំបានជួយអ្នកនាងដើម្បីថែរក្សាក្រុមហ៊ុនឆុងគ្រប់ថែមទាំងជួយលាតត្រដាងការប៉ិនជាមួយអ្នកដែលសម្លាប់ប៉ាអ្នកនាងទៀតផងហើយរឿងទាំងអស់ក៏ទៅតាមអ្វីដែលយើងត្រូវការដែរដូច្នេះខ្ញុំក៏ចង់និយាយប្រាប់អ្នកនាងពីអ្វីដែលខ្ញុំត្រូវការដូចគ្នារួចតួប្រុសក៏ដកក្រដាសមួយដាក់លើតុឲ្យខាងជ័យយ៉ងមើលដល់និយាយបន្ថែមថាអ្នកនាងត្រូវតែប្រកល់ក្រុមហ៊ុនឆ្វេសងគ្រប់ឲ្យខ្ញុំកាន់កម្មខ្ញុំគិតថាទាំងអស់នេះគឺជាការ
តបស្នងដែរអ្នកនាងធ្វើឲ្យក្តីស្រមៃរបស់ខ្ញុំត្រូវរលាយតិចទីខ្ញុំសូមប្រាប់អ្នកនាងជាលើកចុងក្រោយណាខ្ញុំឈប់លើកលែងឲ្យអ្នកនាងទៀតហើយនិយាយរួចតួប្រុសក៏ដើរចេញទៅតែម្ដងលុះពេលតួប្រុសចូលមកដល់ក្នុងឡានជាមួយនឹងលោកប្រធានយ៉ងហោលោកប្រធានយ៉ងហោក៏ញញឹមសួរទៅកាន់តួប្រុសថាតើឯងមានអារម្មណ៍បែបណានៅពេលដែលឯងទៅប្រឈមមុខជាមួយនឹងខាងជេយ៉ងដោយខ្លួនឯងបែបនេះតួប្រុសក៏តបទៅវិញថាលោកមិនដឹងទេអំបញ្ញមិញខ្ញុំភ័យឡើងចង់ស្លាប់ទៅហើយប៉ុន្តែខ្ញុំក៏តាំងអារម្មណ៍ហើយអាចដកខ្លួនចេញមកបានខ្ញុំនិយាយគ្រប់យ៉ាងទៅតាមដែលអ្វីលោកបញ្ជាឲ្យណានិយាយរួចគេក៏បានដកកាសចេញពីត្រចៀកប្រគល់ឲ្យលោកប្រធានយ៉ងហោហើយសាច់រឿងក៏បានត្រឡប់ថយក្រោយឲ្យយើងឃើញកាលពីលោកប្រធានយ៉ងហោកំពុងតែត្រូវបានគេព្យាបាលចំណែកតួប្រុសយើងវិញក៏ត្រូវបានលោកណាផាយ៉ងបញ្ជាឲ្យកូនចៅធ្វើបាបដូចគ្នាស្រាប់តែរាងកាយរបស់លោកប្រធានយ៉ងហោកំពុងតែកេងនៅលើគ្រែក៏ដឹងខ្លួនមកវិញហើយក៏ឃើញកូនប្រសាពេទ្យរបស់គាត់កំពុងតែព្យាយាមជួយសង្គ្រោះគាត់ក្បែរនឹងដែរលោកគ្រូពេទ្យឃើញលោកប្រធានដឹងខ្លួនក៏សួរថាលោកប៉ាដឹងខ្លួនមកវិញហើយមែនទេលោកប្រធានយ៉ងហោក៏តបទៅវិញថាតើទីនេះគឺជាកន្លែងណាខ្ញុំនៅមានជីវិតមែនទេរីឯកូនប្រសាពេទ្យរបស់គាត់ក៏បានរៀបរាប់រឿងទាំងអស់ប្រាប់គាត់តែម្ដងលើបែបហ្នឹងលោកប្រធានយ៉ងហោក៏ប្រញាប់ស្ទុះឡើងព្រោះតែដឹងថាតួប្រុសពេលនេះកំពុងតែមានគ្រោះថ្នាក់ដល់តែអញ្ចឹងគាត់ក៏ប្រញាប់បើកឡានទៅរកតួប្រុសដែលកំពុងតែស្ថិតក្នុងសភាពគ្រោះថ្នាក់ក្នុងកំដាប់ដៃរបស់លោកណាផាយ៉ងភ្លាមមិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងទេទៅប្រាប់កូនចៅចំណិតរបស់គាត់ដែលជាគណៈកម្មការអ៊ីទៀតផងរួចគណៈកម្មការអ៊ីក៏ទេទៅប្រាប់តួស្រីជាមួយនឹងខាងជេសុងឲ្យនាំគ្នាជួយចេញធ្វើប្រតិបត្តិការទៅតាមមើលតួប្រុសទៀតខណៈពេលហ្នឹងស្រាប់តាណាអឿននាងក៏ទេមករកប្តីរបស់នាងដោយប្រើលេខក្រៅប្រទេសព្រោះដើម្បីចង់ប្រាប់រឿងម្យ៉ាងដល់ប្តីរបស់នាងងាកមកមើលតួប្រុសឯនេះវិញនៅពេលដែលវិញ្ញាណរបស់គេបានចូលរូបរាងខ្លួនឯងហើយស្រាប់តែគេមានអារម្មណ៍ឆ្ងល់មែនទែនព្រោះតែឃើញខ្លួនឯងកំពុងតែត្រូវចាប់ចំណងនៅលើទូកដែលកូនចៅរបស់លោកណាផាយ៉ងមានបំណងយកគេទៅបោះចោលនៅក្នុងទឹកសមុទ្រដល់តែអញ្ចឹងតួប្រុសក៏ធ្វើជាសន្លប់ហើយឆ្លៀតឱកាសពេលដែលមនុស្សអាក្រក់ទាំងអស់ហ្នឹងគេភ្លេចខ្លួនលួចស្រាយចំណងចេញហើយរត់ចេញពីលើទូកនឹងមកយ៉ាងលឿនហ្មងណាបន្ទាប់មកមិនយូរប៉ុន្មានកូនចៅរបស់លោកណាផាយ៉ងក៏ត្រូវបានប៉ូលីសចាប់ដោយសារតែតួស្រីនាងជាអ្នកប្តឹងប៉ូលីសចំណែកតួស្រីវិញពេលមកដល់កន្លែងកើតហេតុនាងមិនឃើញតួប្រុសធ្វើឲ្យនាងមានការភ័យបារម្ភខ្លាំងមែនទែនឃើញតួស្រីយើងមានការបារម្ភបែបហ្នឹងគណៈកម្មការអ៊ីក៏និយាយប្រាប់នាងថាអ្នកនាងកុំបារម្ភអីពេលនេះតួប្រុសគេមិនអីឡើយហើយពេលនេះគេកំពុងតែទៅជួបមនុស្សម្នាក់ចំណែកមនុស្សម្នាក់ដែលគណៈកម្មការអ៊ីថាតួប្រុសទៅជួបហ្នឹងគឺជាលោកប្រធានខាងយ៉ងហោលោកប្រធានយ៉ងហោគ្រាន់តែបានជួបមុខតួប្រុសភ្លាមគាត់ក៏យំសុំទោសទៅកាន់តួប្រុសដែលនិយាយថាឲ្យខ្ញុំសុំទោសឯងផងខ្ញុំក៏ព្រមទទួលកំហុសគ្រប់យ៉ាងដែរតួប្រុសឈរស្ដាប់មួយសន្ទុះក៏និយាយទៅកាន់លោកប្រធានយ៉ងហោទាំងហួសចិត្តថាហេតុអីបានជាកូនរបស់លោកម្នាក់គឺជាមនុស្សបែបហ្នឹងទៅវិញលោកដឹងទេពេលដែលវិញ្ញាណរបស់ខ្ញុំនៅក្នុងរូបរាងរបស់លោកខ្ញុំប៊ីតែនឹងស្លាប់ជាច្រើនដងដោយសារតែកូនរបស់លោកនឹងឯងលោកនិយាយចេញមកអួតក្អេងក្អាងខ្លួនឯងនឹងគឺជាអ្នកធំមានអំណាចប៉ុន្តែជីវិតពិតរបស់លោកវិញគ្មានអីល្អបន្តិចសោះសូម្បីតែកូនខ្លួនឯងក៏នាំគ្នាស្អប់លោកគ្រប់គ្នាដែរពេលដែលវិញ្ញាណរបស់ខ្ញុំនៅក្នុងខ្លួនរបស់លោកខ្ញុំបានដឹងរឿងរបស់លោកគ្រប់យ៉ាងដូច្នេះខ្ញុំចង់ឲ្យកូនច្បងរបស់លោកទាំងពីរនាក់ត្រូវទទួលបាបកម្មដែលពួកគេទាំងពីរនាក់បានសាងឲ្យស័ក្តិសមវិញលោកប្រធានយ៉ងហោឮបែបហ្នឹងក៏យល់ព្រមហើយតបទៅវិញថាឯងកុំបារម្ភអីខ្ញុំក៏បានរៀបចំរឿងគ្រប់យ៉ាងរួចរាល់អស់ដែរចាប់ពីពេលនេះទៅឯងគ្រាន់តែធ្វើតាមអ្វីដែលខ្ញុំបញ្ជាទៅបានហើយចំណែករឿងដំបូងដែលលោកប្រធានយ៉ងហោឲ្យតួប្រុសធ្វើនោះគឺការចូលទៅនិយាយតទល់មុខគ្នាជាមួយខាងជេយ៉ងកាលពីមុនហ្នឹងងាកមកមើលពេលបច្ចុប្បន្ននេះវិញតួប្រុសជាមួយនឹងលោកប្រធានយ៉ងហោកំពុងតែនិយាយគ្នានៅក្នុងឡានលោកប្រធានយ៉ងហោក៏ងាកទៅប្រាប់តួប្រុសទាំងញញឹមថាឯងមិនចាំបាច់បារម្ភពីរឿងកាមេរ៉ាសុវត្ថិភាពនោះទេគឺគណៈកម្មការអ៊ីគេបានចាត់ចែងរួចរាល់អស់ហើយតួប្រុសក៏និយាយចំអន់ទៅកាន់លោកប្រធានយ៉ងហោថាអាយ៉ាលោកនៅមានមនុស្សល្អៗនៅក្បែរខ្លួនដែរតានេះទោះបីជាកូនច្បងរបស់លោកទាំងពីរនាក់មានចរិតមិនល្អក៏ដោយប៉ុន្តែយ៉ាងហោចណាស់ក៏នៅតែមានកូនស្រីពៅរបស់លោកដែលមានចរិតល្អហើយស្រឡាញ់លោកដែរណាលោកប្រធានយ៉ងហោឮបែបហ្នឹងគាត់ខឹងមែនទែនព្រោះគាត់បារម្ភពីកូនស្រីរបស់គាត់ដល់តែឃើញលោកប្រធានយ៉ងហោខឹងបែបហ្នឹងតួប្រុសគេក៏បដូររឿងនិយាយវិញម្ដងងាកមកមើលខាងជេយ៉ងឯនេះវិញនាងកំពុងតែទៅប្រាប់កូនចៅរបស់នាងឲ្យឆែកកាមេរ៉ាសុវត្ថិភាពមើលព្រោះនាងគិតថាយប់មិញនាងឃើញប៉ារបស់នាងមករកនាងច្បាស់ណាស់ប៉ុន្តែកូនចៅរបស់នាងក៏ប្រាប់ថាការពីយប់មិញភ្លើងដាច់ធ្វើឲ្យកាមេរ៉ាសុវត្ថិភាពមិនអាចថតរូបភាពទាំងអស់នោះបាននោះទេដល់តែអញ្ចឹងធ្វើឲ្យខាងជេយ៉ងនាងឆ្ងល់មែនទែនព្រោះនាងឃើញប៉ារបស់នាងចូលមកឡើងច្បាស់ចំណែកលោកណាផាយ៉ងឯនេះវិញត្រូវបានប៉ូលីសចូលមកចាប់ខ្លួនដល់ក្នុងផ្ទះពីបទចាប់ចម្រិតធ្វើបាបតួប្រុសយើងប៉ុន្តែលោកណាផាយ៉ងគេមិនខ្លាចអ្វីឡើយថែមទាំងញញឹមនិយាយឌឺទៅកាន់ប៉ូលីសថាលោកចង់ចាប់ខ្ញុំក៏ចាប់ទៅប៉ុន្តែមិនយូរប៉ុន្មានខ្ញុំនឹងចេញមកវិញលោកចាំតែមើលទៅណា
រីឯខាងជេសុងក៏ដើរចូលមកនិយាយប្រាប់ប៉ាក្មេករបស់គេថាលោកប៉ាកុំប្រញាប់ជឿជាក់ខ្លាំងពេកដោយសារតែខ្សែបណ្ដាញរបស់ប៉ាទាំងអស់នោះពួកគេបានកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងប៉ាអស់ហើយមិនត្រឹមតែប៉ុណ្ណោះណាអឿនដែលជាប្រពន្ធរបស់ខ្ញុំនាងក៏ទេមកប្រាប់ថាព្រមប្រគល់ខ្លួនហើយសារភាពរឿងទាំងអស់ដែរលើបែបហ្នឹងធ្វើឲ្យលោកណាផយ៉ងខឹងខ្លាំងមែនទែនប៉ុន្តែគេមិនមានសមត្ថភាពអាចធ្វើអីបានទៀតឡើយនៅថ្ងៃបន្ទាប់មកពេលដែលតួស្រីបានជួបជាមួយនឹងតួប្រុសនាងក៏ប្រញាប់ស្ទុះចូលទៅអោបតួប្រុសទាំងយំដោយនិយាយថាលោកដឹងអត់ខ្ញុំបារម្ភពីលោកខ្លាំងណាស់ណាបានជាខ្ញុំមិនចង់ឲ្យលោកចូលទៅពាក់ព័ន្ធក្នុងរឿងទាំងអស់នេះព្រោះតែខ្ញុំខ្លាចលោកជួបរឿងបែបនេះឯងខ្ញុំស្មានតែខ្ញុំត្រូវបាត់បង់លោកជារៀងរហូតហើយតើលោកដឹងអត់ថាខ្ញុំបារម្ភលោកខ្លាំងប៉ុណ្ណានោះដល់តែអញ្ចឹងធ្វើឲ្យតួប្រុសយើងដែលមានរូបរាងពិតប្រាកដហើយវិញ្ញាណពិតប្រាកដនៅក្នុងខ្លួនមានអារម្មណ៍មិនសូវស្រួលគិតវែងឆ្ងាយព្រោះមិនមែនលោកប្រធានយ៉ុងហូនៅក្នុងខ្លួនគេទៀតដោយសារតែកន្លងមកពេលដែលវិញ្ញាណតួប្រុសគេនៅក្នុងរូបរាងរបស់លោកប្រធានយ៉ុងហូនៅលើក្រេពេគឺមានតែតួស្រីយើងតែម្នាក់ប៉ុណ្ណោះដែលតែងតែមកសួរសុខទុក្ខគេហើយនិយាយផ្ដល់កម្លាំងចិត្តគេជារៀងរាល់ថ្ងៃនាងបាននិយាយរឿងរ៉ាវទាំងអស់ប្រាប់រូបរាងលោកប្រធានយ៉ុងហូហើយថែមទាំងនិយាយរឿងក្នុងចិត្តប្រាប់លោកប៉ានាងទៀតផងមិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងនិយាយប្រាប់រូបរាងលោកប៉ានាងថានាងស្រឡាញ់តួប្រុសទៀតព្រោះនាងមិនដឹងថាវិញ្ញាណតួប្រុសនៅក្នុងខ្លួនប៉ារបស់នាងលុះពេលតួប្រុសបានអោបជាមួយនឹងមនុស្សស្រីដ៏សែនល្អបែបនេះធ្វើឲ្យគេមិនអាចទប់អារម្មណ៍ខ្លួនឯងគិតវែងឆ្ងាយបានឡើយតែដោយសារការពីមុនតួស្រីនាងតែងតែឃើញតួប្រុសនិយាយសម្ដីអាក្រក់ដាក់នាងឲ្យស្អប់ស្រីនាងក៏និយាយទៅកាន់តួប្រុសថាតាំងពីលោកត្រូវគេវាយក្បាលមកលោកផ្លាស់ប្ដូរអស់ហើយណាអញ្ចឹងលោកប្រញាប់ទៅមន្ទីរពេទ្យជាមួយខ្ញុំដើម្បីឲ្យគ្រូពេទ្យត្រួតពិនិត្យនិយាយរួចនាងក៏ទាញដៃតួប្រុសដើរទៅតែម្ដងលុះពេលតួស្រីនិងតួប្រុសចូលមកដល់ក្នុងបន្ទប់ញ៉ាំអាហារធ្វើឲ្យនាងភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះតែឃើញប៉ារបស់នាងដែលគិតថាស្លាប់យូរហើយកំពុងតែអង្គុយញ៉ាំអាហារនៅកន្លែងនឹងដែរដល់តែអញ្ចឹងធ្វើឲ្យតួស្រីនាងតាក់ស្លុតធ្វើអ្វីមិនត្រូវនោះទេចំណែកតួប្រុសនៅពេលឃើញឪពុកកូនរបស់គេមានអារម្មណ៍មិនសូវស្រួលទាំងពីរនាក់គេក៏ប្រញាប់ចូលធ្វើជាដួសអាហារឲ្យលោកប្រធានហើយធ្វើសញ្ញាឲ្យលោកប្រធាននិយាយអីជាមួយនឹងកូនស្រីបន្តិចទៅដល់តែអញ្ចឹងលោកប្រធានយ៉ុងហូក៏តាំងអារម្មណ៍មកវិញហើយនិយាយប្រាប់កូនស្រីឲ្យអង្គុយចុះរួចចាប់ផ្ដើមនិយាយរឿងរ៉ាវទាំងអស់ប្រាប់ថាបានជាប៉ាអាចរស់រានមានជីវិតមកវិញបានដោយសារតែបងប្រុសខាងជេសងរបស់ឯងហើយនឹងលោកគ្រូពេទ្យជាប្តីរបស់ខាងជេយ៉ុងគេជាអ្នកជួយប៉ាចំណែកជនហយន្តដែលជាតួប្រុសឯនេះវិញប៉ាគ្រាន់តែបានជួបគេដោយចៃដន្យតែប៉ុណ្ណោះកូនដឹងអត់ប៉ាពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលឃើញកូនស្រីរបស់ប៉ាមិនកាត់អីនោះតួស្រីលើបែបហ្នឹងនាងក៏យំនិយាយទៅកាន់ប៉ានាងថាប៉ាសន្យាជាមួយនឹងកូនបានទេថាចាប់ពីពេលនេះតទៅប៉ានឹងមិនបាត់ទៅណាទៀតឡើយលោកប្រធានយ៉ុងហូក៏តបទៅកាន់កូនស្រីដោយក្តីស្រឡាញ់ថាប៉ានឹងមិនទៅណាចោលកូនទៀតនោះទេងាកមកមើលជនហយន្តដែលជាតួប្រុសយើងឯនេះវិញពេលដែលបានជួបលោកយាយរបស់គេភ្លាមហើយថែមទាំងបានឆ្លងកាត់រឿងរ៉ាវយ៉ាងច្រើនមកទៀតនោះធ្វើឲ្យតួប្រុសយំអោបយាយគេហ្មងណាខណៈពេលហ្នឹងស្រាប់តែលោកប្រធានផាកខៃចៅរបស់លោកប្រធានយ៉ុងហូទាំងពីរនាក់ដែលអ្នកម៉ាក់ចង់យកមកផ្ញើលោកយាយចេញមកទទួលរាក់ទាក់ស្វាគមន៍តួប្រុសយើងទាំងក្តីនឹករលឹកខ្លាំងមែនទែនចំណែកតួប្រុសក៏អរគុណទៅកាន់លោកប្រធានផាកដែលគាត់ជួយមើលថែលោកយាយរបស់គេបានយ៉ាងល្អថែមតួប្រុសនិយាយអរគុណបែបហ្នឹងក៏ធ្វើឲ្យលោកប្រធានផាកឆ្ងល់ម្នាក់ទៀតដែរដែលនៅសុកតួប្រុសបែរជាមកសុភាពរៀបសារបែបនេះនោះចំណែកតួប្រុសវិញគេក៏ឆ្ងល់ដូចគ្នាថាតើលោកប្រធានខាងយ៉ុងហូធ្វើឲ្យគេខ្លាចទៅជាមនុស្សបែបណាទៅណងាកមកមើលលោកប្រធានយ៉ុងហូនេះវិញពេលដែលគាត់ចូលមកក្នុងបន្ទប់ដ៏ស៊ីវិល័យរបស់គាត់ខណៈពេលតួស្រីនាងធ្វើដំណើរទៅយកម៉ាក់នាងមកជួបប៉ារបស់នាងស្រាប់តែលោកប្រធានយ៉ុងហូឃើញលុយមួយចំនួនធំហើយសម្លៀកបំពាក់ដែលខាងជេសុងត្រៀមទុកឲ្យខាងជេសុងថែមទាំងសរសេរសម្បត្តិទុកឲ្យប៉ារបស់គេនៅលើតុទៀតផងក្នុងសម្បត្តិហ្នឹងសរសេរថាកូនគ្មានមុខអីមកជួបលោកប៉ាទៀតនោះទេកូនក៏ទទួលស្គាល់ថាខ្លួនឯងគ្មានសមត្ថភាពឡើយមិនត្រឹមតែប៉ុណ្ណោះកូនថែមទាំងទៅរញ៉េរញ៉ៃជាមួយនឹងតំណែងរបស់លោកប៉ាធ្វើឲ្យលោកប៉ាធ្លាក់មកដល់ចំណុចមួយនេះកាលនោះបើសិនជាកូនព្រមសារភាពឲ្យទទួលកំហុសពីបទដែលកូនបុកជនហយន្តប៉ាក៏មិនចាំបាច់មកប្រឈមមកជាមួយនឹងរឿងអាក្រក់បែបនេះនោះទេកូនពិតជាសោកស្ដាយនិងខូចចិត្តចំពោះរឿងនេះខ្លាំងណាស់ដូច្នេះកូនសម្រេចចិត្តថាកូននឹងទៅទទួលបាបកម្មពៀទាំងអស់ហើយកូននឹងត្រឡប់មកជួបលោកប៉ាវិញនៅពេលក្រោយម្ដងទៀតគឺពេលដែលសភាពរបស់កូនប្រសើរឡើងជាងនេះចំណែកខាងជេសុងឯនេះវិញពេលដែលនាងត្រឡប់មកដល់ផ្ទះនាងក៏បានដឹងថាពេលនេះបងប្រុសរបស់នាងបាននាំកូនរបស់គេទៅនៅកន្លែងផ្សេងហើយចំណែកកូនប្រុសរបស់គេក៏ទៅនៅក្នុងគ្រួសាររបស់ខាងប្តីដែរខណៈពេលហ្នឹងស្រាប់តែលេខារបស់នាងទេមកចង់ជួបនាងដើម្បីរាយការណ៍ពីរឿងដែលគេបានស៊ើបដឹងរួចកូនចៅរបស់នាងក៏បានប្រាប់ថាខ្ញុំបានតាមដានប្តីរបស់លោកស្រីឃើញតែគាត់យកថ្នាំព្យាបាលយ៉ាងច្រើនយកទៅផ្ទះដាច់ស្រយាលមួយកន្លែងបើតាមមើលទៅហាក់បីដូចជាលោកប្រធានយ៉ុងហូគាត់មិនទាន់ស្លាប់នោះទេមិនត្រឹមតែប៉ុណ្ណោះពេលនេះខាងជេសុងគាត់កំពុងតែបើកការប្រជុំគណៈកម្មការធំៗជាបន្តទៀតផងគឺគោលបំណងរបស់គាត់ចង់ដកអ្នកស្រីចេញពីតំណែងប្រធានធំនោះណាខាងជេសុងលើបែបហ្នឹងនាងខឹងខ្លាំងមែនទែនរួចក៏ប្រញាប់ធ្វើដំណើរទៅតាមទីតាំងប្តីរបស់នាងដែលកូនចៅប្រាប់លុះពេលមកដល់ខាងជេយ៉ុងនាងក៏បានជួបប៉ារបស់នាងពិតមែនគ្រាន់តែបានជួបប៉ានាងភ្លាមនាងក៏និយាយទៅកាន់ប៉ានាងថាហេតុអីបានជាលោកប៉ាចូលចិត្តធ្វើឲ្យខ្ញុំខ្លាចទៅជាមនុស្សអាក្រក់រហូតអញ្ចឹងប៉ុន្តែលោកប្រធានយ៉ុងហូគាត់មិនបានស្ដីឲ្យនាងវិញនោះទេគាត់បែរជានិយាយទៅកាន់នាងថាប៉ាចិញ្ចឹមឯងតាំងពីតូចដល់ធំតែង
តែតាមចិត្តឯងមករហូតដូច្នេះហើយទៅធ្វើឲ្យឯងខ្លាយទៅជាមនុស្សបែបនេះរួចគាត់ក៏ដើរទៅចិត្តកូនស្រីនិយាយបន្ថែមទៀតថានេះវាមិនតាន់ហួសពេលនោះទេបើសិនជាកូនចង់កែខ្លួនខាងជ័យយ៉ងស្ដាប់មួយសន្ទុះមានអារម្មណ៍ស្ទាក់ស្ទើរប៉ុន្តែនាងក៏តបទៅវិញថាមិនបាននោះទេគ្រប់យ៉ាងវាហួសពេលអស់ហើយបើសិនជាលោកប៉ាមានអារម្មណ៍ថាប៉ាគឺជាមនុស្សខុសចំពោះខ្ញុំពិតមែនប៉ាគួរតែធ្វើដើម្បីខ្ញុំហើយចាក់ចេញពីលោកនេះរហូតតទៅនិយាយរួចកូនចៅរបស់នាងក៏ចូលទៅចាប់លោកប្រធានធំតាមបញ្ជារបស់នាងហ្មងណាមិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងបញ្ជាក់ប្រាប់កូនចៅរបស់នាងថាមុនពេលការប្រជុំគណៈកម្មការធំត្រូវបានបញ្ចប់ថាមិនឲ្យអ្នកណាឃើញប៉ារបស់ខ្ញុំជាដាច់ខាតប៉ុន្តែនាងមិនដឹងនោះទេណាអឿនដែលមានបំណងចង់មកបកគោលខ្លួនឲ្យសារភាពរឿងទាំងអស់ក៏បានឃើញហេតុការណ៍ទាំងអស់នឹងដូចគ្នាដែរដល់តែអញ្ចឹងនាងក៏មានអារម្មណ៍ខឹងចង់សងសឹកម្ដងទៀតហ្មងណាងាកមកមើលនៅក្នុងក្រុមហ៊ុននេះវិញតួប្រុសគេក៏បានមកចូលរួមក្នុងការប្រជុំនឹងដែរមិនត្រឹមតែប៉ុណ្ណោះគណៈកម្មការអ៊ីបានដឹងពីស្ថានភាពគាត់ក៏បានដើរចូលមកសឹកប្រាប់តួប្រុសថាលោកមិនចាំបាច់ភ័យខ្លាចអីនោះទេលោកគ្រាន់តែប្រឈមមុខជាមួយពួកគេឲ្យបានល្អទៅបានហើយរឿងដែលនៅសេសសល់ទៀតទុកឲ្យខ្ញុំជាអ្នកចាត់ការឲ្យវាត្រូវដល់ពេលដែលពួកយើងត្រូវទទួលការតបស្នងវិញឯណាតែគណៈពេលហ្នឹងស្រាប់តែមីយ៉ងតួស្រីយើងទេមករាយការណ៍ប្រាប់ថាពេលនេះលោកប៉ាគាត់បាត់ខ្លួនបន្ទាប់មកតួប្រុសក៏បានចូលទៅក្នុងការប្រជុំហើយក៏ឡើងទៅនិយាយបកស្រាយប្រាប់គ្រប់គ្នាថាខ្ញុំត្រូវបានគេចាត់តាំងឲ្យមកចូលរួមក្នុងការប្រជុំនេះជំនួសខាងជេសុងហើយខ្ញុំសូមស្នើទៅកាន់អ្នកគ្រប់គ្នាថាខ្ញុំសូមដកខាងជេយ៉ងដែលជាមនុស្សក្បត់ចេញពីតំណែងគ្រាន់តែលើតួប្រុសនិយាយបែបហ្នឹងធ្វើឲ្យគណៈកម្មការទាំងអស់គេមិនពេញចិត្តនោះទេហើយមានសម្ដីស្រែកតវ៉ាឡើងពេញហ្នឹងហ្មងណាមិនត្រឹមតែប៉ុណ្ណោះពួកគេថែមទាំងនិយាយថាខាងជេយ៉ងនាងតែងតែការពារពួកយើងរហូតមកមិនបានជាថានាងក្បត់តើលោកមានសិទ្ធិអីទៅបានជាហ៊ានមកស្នើបែបនេះខាងជេយ៉ងវិញនៅពេលដែលឃើញគណៈកម្មការទាំងអស់កំពុងតែនៅខាងនាងដែរនាងក៏ញញឹមប្រាប់ទៅកាន់ពួកគេថាល្អហើយអញ្ចឹងពួកយើងមកសម្រេចរឿងនេះឲ្យហើយតែម្ដងទៅណោះថាតើអ្នកណាត្រូវទៅអ្នកណាត្រូវនៅនោះតួប្រុសក៏តបទៅវិញថាមើលទៅអ្នកនាងដូចជាមិនចេះខ្មាស់គេហ្មងណោះអញ្ចឹងពួកយើងចាប់ផ្ដើមនិយាយរឿងក្រុមហ៊ុន Hydrogen មុនទៅនិយាយរួចគេក៏បង្ហាញឯកសារដែលបានលាក់ទុកឲ្យគ្រប់គ្នាដឹងថាខាងជេយ៉ងនាងបានលួចយកលុយសំណូកពីណាផាយ៉ុងដល់ទៅ100លានវ៉ុនឯណោះចំណែកមេខ្លោងរឿងលុយកឹបកេងហើយនឹងលៀងលុយកខ្វះគឺជាខាងជេយ៉ងនឹងឯងតួប្រុសក៏និយាយបន្ថែមទៅកាន់ខាងជេយ៉ងថាអ្នកដែលធ្វើការឲ្យអ្នកនាងនេះគឺពិតជាល្អមែនទែនគេបានបន្សល់ទុកផុសតាងឲ្យខ្ញុំយកមកបកអាក្រាតអ្នកនាងម្ដងទៀតខាងជេយ៉ងលើបែបហ្នឹងនាងក៏បញ្ញាប់ស្ទួងងើបឡើងនិយាយប្រកែកតវ៉ាថាវាមិនពិតនោះទេខ្ញុំឯណាទៅរួមដៃជាមួយមនុស្សដែលធ្វើបាបប៉ារបស់ខ្ញុំបែបនេះនោះវាមិនអាចទៅរួចឡើយតួប្រុសក៏បញ្ញាប់តបទៅវិញភ្លាមថាហេតុអីក៏វាមិនអាចទៅរួចក្រែងអ្នកស្រីគឺជាកូនស្រីម្នាក់ដែលតែងតែចង់ឲ្យលោកប៉ារបស់ខ្លួនឯងស្លាប់រហូតមកមិនចឹងទេតួប្រុសនិយាយចប់ស្រាប់តែគណៈកម្មការអ៊ីបើកវីដេអូដែលខាងជេយ៉ងឈរស្ដីឲ្យប៉ារបស់នាងនៅក្នុងបន្ទប់អ្នកជំងឺឲ្យអ្នកគ្រប់គ្នាមើលទៀតផងគណៈកម្មការទាំងអស់គ្រាន់តែឃើញវីដេអូនឹងភ្លាមពួកគាត់មានអារម្មណ៍ភ្ញាក់ផ្អើលមែនទែនឃើញស្ថានភាពមិនសូវស្រួលខាងជេយ៉ងនាងក៏និយាយប្រាប់ទៅកាន់គ្រប់គ្នាថាពួកគេបានលួចដាក់កាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់អ្នកជំងឺរបស់លោកប៉ាខ្ញុំព្រោះចង់ទម្លាក់កំហុសឲ្យធ្វើបាបខ្ញុំនឹងណាតែបើតាមអ្នកគ្រប់គ្នាដឹងណាអឿននាងគឺជាអ្នកសម្លាប់ប៉ាខ្ញុំពិតប្រាកដមែនទេទាំងអស់នេះគ្រាន់តែជាអបាយកលរបស់ពួកគេយកមកចោទប្រកាន់ខ្ញុំចង់ឲ្យខ្ញុំលាឈប់ពីតំណែងតែប៉ុណ្ណោះដល់តែអញ្ចឹងតួប្រុសទ្រាំមិនបានក៏និយាយថាចោះរឿងដែលអ្នកនាងហើយនឹងបងប្រុសរបស់អ្នកនាងបើកឡានបោកខ្ញុំរួចគេចវេះមិនព្រមទទួលហើយទម្លាក់កំហុសឲ្យលោកប៉ារបស់នាងនោះតើអ្នកនាងគិតយ៉ាងណាដែររឿងទាំងអស់ហ្នឹងគឺជាល្បិចឲ្យអបាយកលដែរមែនទេមិនត្រឹមតែប៉ុណ្្នឹងទេពេលនេះខាងជេសុងក៏កំពុងតែទៅប្រកល់ខ្លួនហើយនិយាយសារភាពរឿងទាំងអស់ប្រាប់ប៉ូលីសទៀតផងចំណែកខាងជេសុងនាងក៏រអ៊ូតែម្នាក់ឯងថាមិនបានទៅជាអញ្ចឹងនាំគ្នាឈួតអស់ហើយមែនទេអ្នកទាំងអស់គ្នាកុំជឿគេអីពេលនេះខ្ញុំកំពុងតែរៀបចំទិញក្រុមហ៊ុន TH Edoji រួចបង្កើតទីផ្សារទូទាំងពិភពលោកឯណាដូច្នេះកុំឲ្យពាក្យចចាមអារ៉ាមទាំងអស់នេះចូលមកបំផ្លាញក្រុមរបស់ពួកយើងឲ្យសោះប៉ុន្តែតួប្រុសក៏តបទៅវិញថាទោះបីជាយ៉ាងណាក៏ដោយអ្នកនាងក៏មិនស័ក្តិសមជាមួយនឹងតំណែងប្រធានធំនេះដែររួចគេក៏ដកកាសចេញពីត្រចៀកនិយាយបង្ហាញប្រាប់ទៅកាន់គ្រប់គ្នាថាពាក្យសម្ដីដែលខ្ញុំនិយាយទាំងអស់នេះគឺខ្ញុំនិយាយតាមបញ្ជារបស់លោកប្រធានយ៉ងហូប៉ុន្តែខាងជេយ៉ងនាងជឿជាក់ថានាងបានចាប់ប៉ារបស់នាងហើយនាងក៏តបទៅកាន់តួប្រុសទាំងជឿជាក់ថាឯងកំពុងតែនិយាយជាមួយខ្មោចមែនទេមនុស្សដែលស្លាប់ទៅហើយតើអាចងើបឡើងមកនិយាយវិញមិននឹងកើតខណៈពេលហ្នឹងស្រាប់តែលោកប្រធានយ៉ងហូដើរចូលមកនិយាយស្រែកទាំងខ្លាំងថាតើឯងថាអ្នកណាងាប់យើងមិនទាន់ងាប់ឯណារួចគាត់ក៏ដើរចូលមកក្នុងបន្ទប់ប្រជុំជាមួយនឹងតួស្រីយើងហើយលោកគ្រូពេទ្យតែម្ដងដល់តែអញ្ចឹងធ្វើឲ្យខាងជេយ៉ងជាមួយនឹងគណៈកម្មការឃើញហើយនាំគ្នាភ្ញាក់ផ្អើលមែនទែនរួចសាច់រឿងក៏បានត្រឡប់ថយក្រោយឲ្យយើងបានដឹងថាគណៈពេលកូ
នចៅរបស់ខាងជេយ៉ុងកំពុងតែយកលោកប្រធានយ៉ុងហូតម្លាក់ទងស្រាប់តែតួស្រីយើងជាមួយនឹងលោកគ្រូពេទ្យប្តីរបស់ខាងជេយ៉ុងបាននាំប៉ូលីសចូលមកចាប់ពួកគេទាន់ពេលវេលាងាកមកមើលពេលបច្ចុប្បន្ននេះវិញមិនតបពីលោកប្រធានយ៉ុងហូគាត់បានបង្ហាញខ្លួនវាជាឱកាសរបស់ណាអឿនដែលនាងគិតថានាងគ្មានសល់អ្វីទៀតនោះទេហើយក្នុងចិត្តរបស់នាងកាន់តែចង់សងសឹកជាទីបំផុតទៀតនោះធ្វើឲ្យនាងមានឱកាសបើកឡានបំបុកខាងជេយ៉ុងហ្មងណាដល់តែអញ្ចឹងធ្វើឲ្យគ្រប់គ្នាចលាចលហើយមានការភ្ញាក់ផ្អើលពេញនឹងហ្មងព្រោះដោយសារតែពួកគេឃើញថាលោកប្រធានយ៉ុងហូដែលជាឪពុកគាត់ហ៊ានលះបង់រូបរាងខ្លួនឯងចូលទៅពាំងឡានដើម្បីការពារកូនស្រីគាត់ហើយក៏ធ្វើឲ្យគាត់រងរបួសយ៉ាងខ្លាំងទៀតផងចាប់ពីថ្ងៃហ្នឹងមកសាច់រឿងក៏បានឆ្លងផុតទៅអស់រយៈពេល2ឆ្នាំយើងក៏បានឃើញថាខាងជេយ៉ុងនាងខ្លាយទៅជាមនុស្សឈួតចាំអីមិនបានទាំងអស់សូម្បីតែខ្លួនឯងក៏នាងចាំមិនបានដែរហើយមួយថ្ងៃនាងគិតតែពីអង្គុយគូររូបមនុស្សស្រីពាក់បង្កត់លុបទៅលុបមកពេញនឹងហ្មងណាប៉ុន្តែនាងក៏សំណាងល្អដែរដោយសារតែមានលោកគ្រូពេទ្យដែលជាប្តីរបស់នាងមិនបោះបង់នាងទៅណានោះទេគឺនៅចាំជួយមើលថែនាងអស់មួយជីវិតហ្មងងាកមកមើលខាងជេសុងឯនេះវិញគេក៏បានសាងជីវិតសាជាថ្មីជាមួយកូនរបស់គេនៅឯក្រៅប្រទេសដែរមិនត្រឹមតែប៉ុណ្្នឹងទេថែមទាំងមានអ្នកម៉ាក់ចុងតែងតែទៅជួយផ្ដល់កម្លាំងចិត្តហើយបង្រៀនគេធ្វើម្ហូបជារៀងរាល់ថ្ងៃទៀតចំណែកលោកប្រធានយ៉ុងហូវិញដែលឆ្លងកាត់រឿងមកយ៉ាងច្រើនគាត់ក៏បានដកខ្លួនចេញពីវិស័យគ្រប់គ្រងក្រុមហ៊ុននឹងទៀតដែររួចក៏ប្រគល់ក្រុមហ៊ុនឲ្យគណៈកម្មការដែលមានស្នាដៃនឹងទេពកោសល្យជាអ្នកគ្រប់គ្រងវិញម្ដងរីឯការងារទាំងអស់ក៏ដំណើរការទៅយ៉ាងល្អដែរចំណែកអ្នកគ្រប់គ្រងក្រុមហ៊ុនថ្មីនឹងមិនមែនជាអ្នកណាក្រៅនោះទេគឺជាគណៈកម្មការអ៊ីយើងថែមទាំងមានលោកផាតដែលតែងតាំងធ្វើជាគណៈកម្មការធំតាមជួយសម្រួលការងាររបស់គណៈកម្មការអ៊ីដែលជាប្រធានធំមករហូតទៀតផងងាកមកមើលតួស្រីយើងឯនេះវិញនាងក៏បានទទួលតួនាទីជាប្រធានក្រុមហ៊ុនថេហាក្រូជំនួសខាងជេសុងបងប្រុសរបស់នាងក្រោយពីខាងជេសុងគេលាយឈប់ហើយមករស់នៅតាមខេត្តមិនត្រឹមតែប៉ុណ្្នឹងទេតួស្រីនាងធ្វើការបានល្អបំផុតចំណែកបុគ្គលិកក៏នាំគ្នាសរសើរតួស្រីយើងដែរដល់តែអញ្ចឹងមើលទៅតួស្រីយើងនាងធ្វើការមានក្តីសុខមែនទែនងាកមកមើលតួប្រុសយើងឯនេះវិញពេលនេះគេក៏បានផ្លាស់ប្ដូរខ្លួនឯងពីកីឡាករបាល់ទាត់ធម្មតាក្លាយទៅជាគ្រូបង្វឹកបាល់ទាត់ម្នាក់មិនត្រឹមតែប៉ុណ្្នឹងទេថែមទាំងមានលោកប្រធានយ៉ុងហូគឺជាម្ចាស់ក្លឹបបាល់ទាត់នឹងទៀតផងបន្ទាប់ពីកម្មវិធីបាល់ទាត់ឆ្លងផុតទៅបានយ៉ាងល្អតួប្រុសនិងលោកប្រធានយ៉ុងហូក៏បបួលគ្នាទៅផ្ទះលោកយាយរបស់តួប្រុសដើម្បីទៅញ៉ាំអាហារស្នាដៃរបស់លោកយាយតួប្រុសជាមួយគ្នាតួប្រុសក៏និយាយប្រាប់លោកប្រធានយ៉ុងហូថាខ្ញុំឆ្លៀតឱកាសមួយនេះចង់ណែនាំសង្សាររបស់ខ្ញុំប្រាប់ឲ្យលោកប្រធានស្គាល់គ្នាជាមួយនាងដែរណាលើបែបហ្នឹងលោកប្រធានយ៉ុងហូសប្បាយចិត្តមែនទែនប៉ុន្តែគាត់បានលួចចិត្តក្នុងចិត្តថាវាមិនពិតទេណាវាមិនពិតនោះទេប៉ុន្តែលោកប្រធានយ៉ុងហូមិនទាន់ត្រៀមចិត្តទទួលយកការពិតទាំងអស់ហ្នឹងផងស្រាប់តែគាត់បានឃើញរូបភាពដែលធ្វើឲ្យគាត់មិនពេញចិត្តគឺគាត់ឃើញតួប្រុសនិងតួស្រីកំពុងតែឈរថើបគ្នានៅមុខគាត់នឹងហ្មងណាឃើញបែបហ្នឹងហើយធ្វើឲ្យលោកប្រធានយ៉ុងហូខឹងមែនទែនហើយមិនពេញចិត្តឡើយរួចក៏បញ្ញាប់ដើរចូលទៅរកពួកគេទាំងពីរនាក់ទាំងស្រែកថាពួកឯងមិនចេះខ្មាស់គេខ្លះទេហើយមិនបានជានាំគ្នាមកធ្វើរឿងបែបហ្នឹងនៅទីសាធារណៈអញ្ចឹងតួប្រុសឃើញលោកប្រធានយ៉ុងហូខឹងខ្លាំងហើយស្ថានភាពមិនសូវល្អក៏ប្រញាប់ចូលមកប្រាប់លោកប្រធានយ៉ុងហូថាមិនមែនដូចជាលោកគិតនោះទេលោកស្ដាប់ខ្ញុំបកស្រាយសិនទៅប៉ុន្តែខណៈពេលហ្នឹងក៏មានតារាស្រីល្បីម្នាក់ដើរចូលមកកន្លែងហ្នឹងដូចគ្នាដែរមិនត្រឹមតែប៉ុណ្្នឹងទេក៏ធ្វើឲ្យពួកគេទាំង3នាក់គឺលោកប្រធានយ៉ុងហូតួប្រុសនិងតារាស្រីល្បីម្នាក់ហ្នឹងបុកគ្នាឡើងពេញទំហឹងហ្មងដល់តែអញ្ចឹងរឿងដែលយើងហួសចិត្តនោះគឺតួប្រុសនិងតារាស្រីល្បីម្នាក់ហ្នឹងបានបដូរវិញ្ញាណគ្នាដូចពេលដែលតួប្រុសដូរវិញ្ញាណជាមួយនឹងលោកប្រធានយ៉ុងហូអញ្ចឹងណាហើយក៏ធ្វើឲ្យពួកគេចលាចលភ្ញាក់ផ្អើលឡើងពេញហ្នឹងហ្មងសាច់រឿងរបស់យើងក៏ចាប់តែប៉ុណ្្នឹងឯងគឺចាប់បរបរហើយណាហ្វេនទាំងអស់គ្នាប៉ុន្តែអេដមីនពិតជាឆ្ងល់មែនតើហេតុអីចាប់ពេលដែលតួប្រុសដូរវិញ្ញាណគ្នាជាមួយនឹងតារាស្រីម្នាក់ហ្នឹងអញ្ចឹងពិតជាអត់យល់ទេនេះតែមុននឹងបញ្ចប់សាច់រឿងអេដមីនក៏សូមអរគុណទៅកាន់ម្ចាស់ឧបត្ថម្ភដល់អេដមីនជាមុនសិនដែលបងទី1គាត់មានឈ្មោះថាប្លុងវុធីបងគាត់បានឧបត្ថម្ភដល់អេដមីនចំនួន$1ហើយបងទី2គាត់មានឈ្មោះថាតុនផលណារតបងគាត់បានឧបត្ថម្ភដល់អេដមីនចំនួន$5000ចំណែកបងទី3គាត់មានឈ្មោះថាប៊ូសារ៉ាបងគាត់បានឧបត្ថម្ភដល់អេដមីនចំនួន$10000នៅមិនតាន់អស់ទេបងមណោអ៊ុំគាត់ក៏បានឧបត្ថម្ភដល់អេដមីនចំនួន$2500ដែររីឯបងឡាច់ភឿងគាត់ក៏បានឧបត្ថម្ភដល់អេដមីនចំនួន$2000ដូចគ្នាបងគាត់ថែមទាំងសរសេរថាខ្ញុំចូលចិត្តការសម្រេចរបស់បងស្រីអេដមីនពិតជាអរគុណបងខ្លាំងមែនទែនដែលបងចូលចិត្តការសម្រេចរបស់អេដមីនហើយអេដមីនក៏អរគុណបងទាំងអស់គ្នាដូចគ្នាដែរមិនត្រឹមតែប៉ុណ្្នឹងទេអេដមីនក៏សូមអរគុណដល់បងទាំងអស់គ្នាដែលជា fan របស់អេដមីនផងណាហើយអេដមីនក៏សូមអរគុណដល់បងទាំងអស់គ្នាដែលតែងតែជួយគាំទ្រអេដមីនកន្លងមកអេដមីនសូមជូនពរបងទាំងអស់គ្នាមានសុខភាពល្អរកទទួលទានមានបានធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយសុខសប្បាយតាមផ្លូវទាំងអស់គ្នាណាជាចុងក្រោយសូមអរគុណសូមជម្រាបលា